នេះគឺយើងប្រើកបោសសម្រាប់មេរោគហ្នឹងហើយកែតម្រង់ជីហ្នឹងឲ្យឆាប់បានកាច់បានប្រើកបោហ្នឹងគឺកបោកសិកម្មពួកក្រុមផ្ទះផូស្វាតមានជាតិកាល់ស្យូមខ្ពស់មានប៉ូស្វ័រខ្ពស់ណាបាយចឹងទៅហើយវាកាច់មេហើយមានដាក់វីយ៉ូនិកមានត្រៃកូដាម៉ាមានប្រូតេអ៊ីនមានក្លូយកូសចឹងសពរឿងហើយមេអតិសកម្មប្រាណល្អចឹងតម្រាំតាកាច់បានទៅជាជីគឺប្រើពេលយូរនេះមកបានចេញយ៉ាងចេះណាប្រើពេលយូរនេះបតុមចោលស្កកហ្នឹងរាប់ខែបានកើតប្រើបានហើយនឹងផលិតជាបន្តវិលជុំនោះព្រោះប្រហិចឃ្លាំងថែមទៀតដើម្បីយកកន្លែងបតុមតខំអត់មានកន្លែងដាក់ទេបងប្អូនអើយឆ្អៀតណាស់ហើយកន្លែងទូចអីធ្វើมันល្អដល់កន្លែងធំព្រោះវាមានពេលវេលាបតុមអញ្ចឹងណាយើងត្រូវដឹងជីកប៉ុសបតុមកាន់តែយូរកាន់តែល្អហើយបើថាអត់បតុមយកប្រើភ្លាមបញ្ហារឹសអាចឆេះរឹសចឹងទាមទារពេលវេលាមួយកប៉ុសគឺកាច់កាកសំណល់តោះកាកសំណល់កាច់ទៅជាអំពុកបានទៅជាកប៉ុសចឹងកប៉ុសមានន័យថាអញ្ចឹងគឺកាច់អំពុកកាកសំណល់ហើយបានយើងយកទៅផ្សំគ្រឿងផ្សំអីទៅជាជីតែប្រភេទយើងនេះជីសរីរាង្គដោយសារអីយើងអត់ប្រើគីមីគឺកាកសំណល់ភាពរស់មានលាមកសัตว์លាមកសពសារពើទាំងអស់ហើយនឹងកាកសំណល់ឈើយើងនឹងណាកាកសំណល់មានបន្លែមានប្លុកមានពុកមានអីលិចកើតទាំងអស់មានខ្យូងកាមមានផេះមានអីមកចប់រឿងវាទាំងអស់ពាក្យតកាកសំណល់មានន័យយកមកកាច់ទៅជាតម្រង់ជីអញ្ចឹងបើនិយាយពីរសជាតិនៅក្នុងនេះគឺគ្រប់គ្រាន់ណាជី MR ជីកប៉ុសខ្ញុំណាវាអត់ល្អមើលតែវាល្អស៊ីវាគុណភាពល្អក៏ប៉ុន្តែខ្ញុំវាអត់តន់វិវត្តទៅដល់ការធ្វើម៉ាស៊ីនសូនគ្រាប់ខ្ញុំប្រើទៅជាតម្រង់ម្សៅនៅឡើយទេតែជាកសិករគាត់ចូលចិត្តអញ្ចឹងវាអត់ចំណាយថែមវាអត់ថ្លៃកាលណាយើងសូនគ្រាប់យើងត្រូវចំណាយកម្លាំងពលកម្មថែមទៀតហើយម៉ាស៊ីនទៀតអញ្ចឹងតម្លៃថ្លៃដើមត្រូវកើនឡើងតែសម្រាប់កសិករខ្ញុំគាត់ថាមិនបាច់ទេអញ្ចឹងក៏គាត់ប្រើដែរល្អហើយថោកហើយគេអាចថាថោកគេថាធូរថ្លៃពីព្រោះខ្ញុំអ្នកកំណត់ទេតម្លៃនេះខ្ញុំដាក់ថ្លៃក៏បានដែរក៏ប៉ុន្តែហេតុអីខ្ញុំអត់ចង់ថ្លៃឲ្យប្រជាជនយើងបានប្រើបានថោកឲ្យចំណេញល្អជាងការនាំចូលជីពីបរទេសដែលមានតម្លៃខ្ពស់នេះជីខ្ញុំធ្វើខ្លួនឯងផ្ទាល់អញ្ចឹងបងប្អូនធ្វើការអាចតំណងមកលេខខ្ញុំបាទខ្មែរជួយខ្មែរហ្នឹងឯងពាក្យនឹងមួយល្អខ្មែរជួយខ្មែរបើយើងមិនខំផលិតខំធ្វើម៉េចតម្លៃថ្លៃដើមយើងបានទាបឲ្យប្រជែងទីផ្សារគេបានបើយកតំណងចូលធ្វើម៉េចប្រជែងមួយគេបានចេញបានទេអញ្ចឹងតើយើងនឹងខំផលិតខំធ្វើទៅហ្នឹងហើយអរគុណច្រើននេះកណៅកាកសំណល់នោះកណៅកាកសំណល់នោះធុងក្រោយនោះពេទ្យពួកប្រូតេអ៊ីនពួកជីទឹកយកមកប្រើជាមួយគ្នាទាំងអស់